nhậpឆ្នាំ2026នេះហើយនេះជាតំណាងដែលខ្ញុំតាំងសម្រាប់ការហៅឈ្មោះរបស់តួអង្គព្រោះឈ្មោះកូរ៉េរៀងពិបាកហៅតិចអញ្ចឹងខ្ញុំតាំងតែតួណាសំខាន់នៅក្នុងរឿងនេះឯងឃើញអ្នកនៅចុងកណ្ដាលនេះគឺជាតួអង្គសំខាន់អញ្ចឹងខ្ញុំតាំងឈ្មោះថាលោក Mastermind ហើយនៅក្នុងរឿងហ្នឹងដែរគាត់អាចបញ្ជា zombie បានហើយម្នាក់ស្រីនៅខាងឆ្វេងដៃខ្ញុំនេះគឺអ្នកគ្រូ A ជាតួភាពនឹងដោះស្រាយពីការវិវត្តនៃ zombie រីឯអ្នកគ្រូនៅចិត្តហ្នឹងខ្ញុំហៅថាអ្នកគ្រូ B ជាអ្នកសម្របសម្រួលតាមក្រោយហើយបន្ទាប់មកគឺលោកគ្រូ C ជាប្តីអ្នកគ្រូ B ហើយក៏ត្រូវជាប្តីមុនរបស់អ្នកគ្រូ A ដែរដែលពួកគាត់ធ្លាប់ការជាមួយគ្នា10ឆ្នាំមុនចឹងទៅហើយបន្ទាប់មកងាកមកខាងស្ដាំដៃវិញគឺបរិសសង្ហានេះបើមើលមកបរិសសង្ហានេះខ្ញុំដាក់ថាបរិសក្លាហានហើយនៅជាប់នេះគឺជាមួយបងស្រីចឹងខ្ញុំដាក់ឈ្មោះថាបងស្រី Hero ចាប់ផ្ដើមចូលមកដល់រឿងយើងគឺលោក Mastermind គាត់បានចាក់ថ្នាំខ្លួនឯងដើម្បីបន្សាំភាពស៊ាំរបស់គាត់ជាមួយ zombie ហ្នឹងនៅមានឥទ្ធិពលក្នុងការគ្រប់គ្រង zombie ផងដែរម្លងពេលដែលចាក់ថ្នាំនោះលោក Mastermind បានទេទៅ911ដើម្បីប្រាប់ពីផែនការខ្លួននឹងបំផ្លាញនៅអគារពាណិជ្ជកម្មមួយដ៏ធំដែលតាក់ទងនឹងមន្ទីរពិសោធន៍មួយឈ្មោះថា Chain Bio ហើយបានប្រាប់ទៀតថាខ្លួនធ្វើបាតកម្មប្រឆាំងជាមួយនឹងមេរោគ zombie ហ្នឹងដែលអាចបំពុលសង្គមហើយមានតែលោកទេគឺជាថ្នាំវ៉ាក់ស៊ីនដើម្បីប្រឈប់ជំងឺរាតត្បាតទាំងអស់ហ្នឹងបន្តមកអ្នកគ្រូ A និងលោកគ្រូ C ហ្នឹងបានចូលរួមក្នុងអគារហ្នឹងដែរគិតថាលោកគ្រូនៅ Chain Bio ហ្នឹងជាអ្នកអញ្ជើញមកនឹងមកស្ដាប់ពីវិទ្យាជាថ្មីក្នុងការវិវត្តជានិរន្តរ៍របស់មនុស្សលោកហ្នឹងហើយអ្នកគ្រូ A បានបញ្ជាក់ជាមួយលោកគ្រូ C ថាពិតមែនហើយថាលោកគ្រូនៅ Chain Bio ហ្នឹងជាអ្នកអញ្ជើញអ្នកគ្រូ A ហ្នឹងមកមែនពីព្រោះមើលទៅអ្នកគ្រូ A ហ្នឹងដូចអត់សូវຕົកចិត្តមានទំនុកចិត្តលើខ្លួនឯងអញ្ចឹងណាមានអារម្មណ៍ថាយើងចម្លែកមិនដែលស្គាល់លោកគ្រូនៅ Chain Bio ពីមុនមកផងហើយតួបន្តនៅក្នុងរឿងហ្នឹងបានចេញមកនៅក្នុងនាមជាបងប្អូនដែលបងស្រីទៅតែចេញពីសម្រាប់នៅពេទ្យនិងពិការជើងអញ្ចឹងណាជាទីប្រចាំចំណែកបងប្អូនវិញជាសន្តិសុខក្នុងសាធារណៈដែលនាំបងស្រីដើរមើលជុំវិញសាធារណៈហ្នឹងទៅហើយបន្តទៅហាងលក់គ្រឿងសម្ភារៈឡើងភ្នំគេហៅ camping អញ្ចឹងណាបងស្រីនិយាយទៅកាន់ខ្លួនឯងថាអូចង់ឡើងភ្នំដល់ហើយមើលទៅទឹកមុខប្អូនប្រុសសពូនអញ្ចឹងសារមើលស្ថានភាពបងស្រីរៀងពិបាកដែរអញ្ចឹងក៏បន្តនិយាយទៅបងស្រីថាអាចទៅបានតាទៅក្រោយទៅជាមួយគ្នាហ្មងអញ្ចឹងបងស្រីក៏ហាក់ដូចជាសប្បាយចិត្តហើយយល់ព្រមជាមួយប្អូនប្រុសហ្នឹងទៅហើយអ្នកទាំងពីរក៏ចែកផ្លូវរៀងខ្លួនដោយសារបងស្រីប្រាប់ប្អូនប្រុសឲ្យទៅធ្វើការខ្លួនឯងទៅកុំខ្វល់ពីគាត់ជាទាននេះដើរមើលគេឯងពេញផ្សារឯងក៏បានដែរទេហើយឈប់បន្ទាប់មកអ្នកគ្រូ A និងលោកគ្រូ C ហ្នឹងបានដើរចូលក្នុង hall លោកគ្រូហ្នឹងបន្តថានេះជាការវិសោធន៍ថ្មីដែលទៅរកឃើញការសន្ទនាដែលមានភាពជឿជាក់និងដោះស្រាយដោយសន្តិវិធីឡងពេលដែលនិយាយស្រាប់តែឃើញលោក Mastermind ហ្នឹងបង្ហាញខ្លួនហើយឈរមើលដាក់ភ្នែកសោះតមកកិច្ចបង្ហាញហ្នឹងក៏បានបញ្ចប់សពគ្រប់អស់ណាហើយអ្នកគ្រូ A និងលោកគ្រូ C ហ្នឹងក៏ដើរតម្រង់ទៅលោកគ្រូ Chain Bio ហ្នឹងដើម្បីសួរនាំតែពេលនិយាយបានបន្តិចក៏មានទូរស័ព្ទប្រូលោកគ្រូ Chain Bio ហ្នឹងក៏លើកហើយប៉ូលីសបានសួរថាមានឃើញលោក Mastermind ហ្នឹងអត់ហើយប្រាប់ថាលោក Mastermind ហ្នឹងគាត់នឹងមកអគារហ្នឹងអញ្ចឹងណាលោកគ្រូនៅ Chain Bio ហ្នឹងក៏ប្រាប់ទៅអ្នកគ្រូនិងគ្រូ C ថាលោកមានការបន្ទាន់ត្រូវនិយាយទូរស័ព្ទរួចក៏ដើរចេញទៅលោកគ្រូ C ក៏ប្រាប់ទៅអ្នកគ្រូ A ហ្នឹងឲ្យទៅតាមលោកគ្រូនៅ Chain Bio ហ្នឹងទៅដើម្បីឲ្យដឹងកាន់តែច្បាស់ពីលិខិតអញ្ជើញនោះហេតុអីបានអញ្ជើញនាងមកអញ្ចឹងពេលនៅគ្រូ A ទៅតាមតនលោកគ្រូនៅ Chain Bio ហ្នឹងក៏ចៃដន្យឃើញលោក Mastermind ដើរចូលបន្ទប់ធ្វើការបន្ទាប់ពីលោកគ្រូហ្នឹងហើយឃើញស្ថានភាពដូចអត់សូវល្អសោះអ្នកគ្រូ A ហ្នឹងក៏បន្តឲ្យអ្នកទាំងពីរហ្នឹងនិយាយគ្នាបន្តទៅនាងក៏ដើរចេញបាត់ទៅគេមើលលោក Mastermind កំពុងនិយាយរឿងពេញចិត្តទៅកាន់លោកគ្រូនៅ Chain Bio ហ្នឹងដោយថាលោកបានលួចយកកំណត់មិនដឹងលោក Mastermind ចេញពីក្រុមហ៊ុនថែមទៀតហើយអ្នកទាំងពីរនិយាយចុះនិយាយឡើងមិនដឹងណាគេត្រូវលោក Mastermind ក៏ឆ្លៀតឱកាសយកថ្នាំតែដឹងថាជាថ្នាំ zombie ហ្នឹងចាក់ទៅលើលោកគ្រូនៅ Chain Bio ហ្នឹងហើយគាត់ខឹងខ្លាំងមែនតើក៏ចាប់ទាញលោក Mastermind ហ្នឹងបោះចូលបន្ទប់ឲ្យចាក់សោហើយដាក់កៅអីទប់នៅមុខវាហ្នឹងទៀតធ្វើឲ្យចេញអត់រួចមកហើយក៏បញ្ញាប់ដើរចេញក្រៅស្រាប់តែអាថ្នាំហ្នឹងជ្រាបចូលពេញខ្លួនទៅក៏ប្រែជា zombie ហើយរឿងហ្នឹងក៏ចាប់ដើមទៅគាត់ហ្នឹងហើយលោកគ្រូនៅ Chain Bio ហ្នឹងហើយជាអ្នកកដើមហេតុដំបូងអញ្ចឹងស្ថានភាពបន្តនៅធម្មតាឡើយទេដោយសារថា zombie មកអត់ទាន់ដល់ហើយយើងឃើញអ្នកគ្រូ A ជាមួយលោកគ្រូ C ហ្នឹងអង្គុយញ៉ាំអីនៅហាងជប៉ុនហើយប្រពន្ធក្រោយនឹងកូនទេមកដោយប្រពន្ធសួរពីរឿង passport នៅណាអីចឹងទៅអ្នកគ្រូ A នេះដែលជាប្រពន្ធដើមតាំងពី10ឆ្នាំមុននេះក៏សួរថាតើណាគ្រូ C នេះក៏ប្រាប់ថាប្រហែលជាទៅធ្វើការនៅសហរដ្ឋអាមេរិកហើយអ្នកគ្រូ A លឺអញ្ចឹងក៏សួរសំណួរចុងក្រោយថាហេតុអីបានជា10ឆ្នាំមុនសម្រាប់ចិត្តធៀបការមួយគាត់ដឹងហើយថាគាត់ជាមនុស្សដែលត្រូវគេស្អប់ពិបាកយល់ពិបាកអីចឹងទៅលោកគ្រូ C ដោយសារតែឃើញអ្នកគ្រូ A នឹងនៅម្នាក់ឯងក៏ចង់ជួយនឹងលើកទឹកចិត្តអ្នកគ្រូ A នឹងហើយអ្នកគ្រូ A នឹងក៏លឺអញ្ចឹងក៏បញ្ញាប់ដើរចេញពីហាងញ៉ាំអីហ្នឹងទៅពេលដើរចេញទៅក៏ឃើញសិស្សស្លាក្មេង3នាក់ដើរចូលមកហើយក៏កំងអាហារ
ដែលថ្លៃចឹងទៅឲ្យធ្វើបាបមិត្តភក្តិស្រីដែលពាក់អាវសហ្នឹងឲ្យចេញលុយចំនួនបន្តមកទៀតក៏មកដល់បរោះក្លាហាននេះបានលើគេរាយការណ៍តាមអាយកូមកសំឡេងពីហេតុការណ៍នឹងលើដាច់សេតទៅសូមប៊ីទាំងអស់ហ្នឹងចាប់ដើមចេញមកបដ ாய் ពួកនៅគ្រូអេនិងលោកគ្រូស៊ីហ្នឹងភ្ញាក់ផ្អើលហើយហេតុការណ៍ហ្នឹងក៏បុកមកបន្តនៅពួកសូមប៊ីហ្នឹងវាត្បាធ្វើឲ្យបងស្រីហេរ៉ូហ្នឹងដួលតេះទៅលើដីហើយអ្នកគ្រូឃើញនៅហ្នឹងជួយលើកបងស្រីនឹងឡើងហើយអ្នកទាំងអស់គ្នាហ្នឹងក៏រត់ទៅរកកន្លែងសុវត្ថិភាពរៀងខ្លួនបរោះក្លាហានក៏បានជួបបងស្រីខ្លួនឯងហ្នឹងហើយចូលទម្លាក់ខ្លួនក្នុងហាងកៅអៅមួយចាក់សោជាមួយនឹងអ្នកដែលរួចខ្លួនផ្សេងទៀតដែលមានភាពភ័យពេកតាមួយហ្នឹងគឺប៉ូលីសហ្នឹងបានរបៀបថាស្លន់ស្លោរេចុះរេឡើងទៅក៏ប៉ះចុចបិទភ្លើងទៅធ្វើឲ្យសូមប៊ីនឹងមើលឃើញហើយឡើងមានប្រតិកម្មអីទាំងអស់ហើយស្រាប់តែពួកនោះវាចាប់ផ្ដើមកាច់ប្រកិនបន្តអានឹងវិវត្តបន្តហើយវាឃើញអាសញ្ញារបៀបគេតាំងនៅលើប៉ាណូគេតាំងនៅលើសារគេដាក់ហូបតារាយហ្នឹងវាស្មានតែមនុស្សមើលទៅហាងជប៉ុនហ្នឹងទៅឃើញរកអាតា chef ជប៉ុនហ្នឹងក៏នាំគ្នាបុកទៅរកហ្នឹងទៅហើយពួកនៅក្នុងហ្នឹងមានសិស្ស3នាក់ហ្នឹងជាមួយនឹងអាតា chef ហើយនឹងអ្នកដទៃផ្សេងទៀតហ្នឹងដល់អ្នកគ្រូអេមើលទៅឃើញអញ្ចឹងក៏លើកគំនិតឡើងថាយើងយកផ្ទាំងគំនូរហ្នឹងដើម្បីបើវិឆោតសូមប៊ីហ្នឹងទៅអានបានជួយអ្នកនៅហាងជាប់នៅហាងជប៉ុនហ្នឹងអញ្ចឹងណាតាមតមកបងស្រីហឺរ៉ូហ្នឹងក៏ថាមិនយកទៀបរបស់គាត់ទៅបជាបានដែរដើម្បីដាក់អារូបផ្ទាំងហ្នឹងទៅតាមទៅឲ្យពួកសូមប៊ីហ្នឹងគាត់ទៅតាមតោងរូបផ្ទាំងហ្នឹងហើយគម្រោងហ្នឹងក៏បានសម្រេចអ្នកនៅក្នុងហាងជប៉ុនហ្នឹងក៏ដើរចេញអ្នកមួយតែមាននាងមហាសែនភ័យខ្លាចមួយនេះអំព្រមទៅទេខ្លាចញ័រពួកឲ្យលោកគ្រូស៊ីហ្នឹងទៅជួយហើយទៅជួយហ្នឹងលំពេលទៅជួយហ្នឹងសូមប៊ីហ្នឹងវាបានដឹងថាវាចាញ់ល្បិចហ្នឹងវាមិនមែនជាមនុស្សវាគ្រាន់តែរូបតំណាងអញ្ចឹងទៅហើយក៏បញ្ញាប់ផុតមកបុកវិញអញ្ចឹងពួកដឹងថាគេបិឆោតលងពេលលោកគ្រូស៊ីហ្នឹងបានជួយអ្នកស្រីហ្នឹងបានពាក់កណ្ដាលទីក៏រុញអ្នកស្រីហ្នឹងឲ្យចូលទៅជាមួយគេមួយឯងទៅដើម្បីខ្លួនហ្នឹងប្រវាយខ្លួនហត់កិច្ចឲ្យសូប៊ីមកតាមខ្លួនវិញហើយទម្លាក់ខ្លួននៅហាងកៅអៅមួយផ្សេងទៀតហើយបន្ទាប់មកពួកហ្នឹងក៏វាវិវត្តទៅហៀកបន្ទាប់អញ្ចឹងណាពួកសូប៊ីហ្នឹងវាប្រកាច់ប្រកិនទៀតហើយវាដឹងថារូបផ្ទាំងជ័រហ្នឹងគឺជាផ្ទាំងជ័រហើយអញ្ចឹងវាលែងចាញ់បោកទៀតហើយចង់មានន័យថាអញ្ចឹងណាក៏បន្តតាមដានក្លិនវិញម្ដងទៅធ្វើឲ្យសូប៊ីហ្នឹងឃើញលោកគ្រូស៊ីវាថាមិនឃើញទេវាហិតក្លិនដឹងហើយគាត់ព្យាយាមរត់យ៉ាងណាក៏ដោយពួកសូប៊ីនាំខ្ញុំមកតន់ស៊ីគាត់ខំគាត់យកហ្មងហើយទៅអ្នកគ្រូអេហ្នឹងមានការតក់ស្លុតយ៉ាងខ្លាំងហើយមកស្ទុះក្រោយមកក៏ប្រពន្ធលោកគ្រូស៊ីហ្នឹងទេមកអ្នកគ្រូអេហ្នឹងលើកជប់មួយកូនសួរថាពីណាគេហើយម៉ែហ្នឹងឲ្យទៅមួយយាយទៅខ្លួនយ៉ាងអ្នកគ្រូអេហ្នឹងហើយសួរថាគ្រូស៊ីហ្នឹងលើណាអ្នកគ្រូអេហ្នឹងអត់និយាយអីទាំងអស់គិតតែពីបញ្ចេញទឹកមុខបែបរបៀបសោកស្ដាយចឹងទៅហើយបន្តស្ដាប់ប្រពន្ធលោកគ្រូស៊ីហ្នឹងនិយាយតែទឹកភ្នែករួចក៏បិទទូរស័ព្ទបាត់ទៅហើយបើប្លេនេះវិញបាននិយាយទូរស័ព្ទជាមួយអ្នកជួយសង្គ្រោះពីខាងក្រៅបើសិនជាពួកគេអាចនាំលោក Mastermind ហ្នឹងមកពិសោធន៍ជាថ្នាំជាសះស្បើយពីជំងឺទាំងអស់ហ្នឹងហើយអ្នកគ្រូអេលឺចឹងក៏នៅឃើញថាខ្លួនបានឃើញលោក Mastermind ដើរចូលបន្ទប់ជាមួយនឹងលោកគ្រូនៅ Chain Bio ហ្នឹងនៅជាន់ទី3ហើយលឺដូចនោះហើយពួកគេគិតពីគម្រោងកិច្ចចេញពីហាងកៅអៅហ្នឹងតាមការសង្កេតរបស់អ្នកគ្រូអេហ្នឹងក៏ឃើញថាការហាត់ក្លិនរបស់សូប៊ីទាំងនោះហ្នឹងក៏នៅឃើញពីក្លិនទាំងអស់ហើយបន្ទាប់មកចាក់បន្លំជាក្លិនរបស់មនុស្សហើយពួកគេចាក់ទឹកអាល់កុលលើខ្លួនដើម្បីគ្មានក្លិនកាត់ស្គុតបិទដៃបិទជើងការពារខ្លួនស្លៀកពាក់ពាក់ធ្វើម៉េចកុំឲ្យពួកសូប៊ីនឹងខំបានអញ្ចឹងណារួចក៏រកទឹកអប់បន្ថែមដើម្បីដាក់បំពេញតម្រូវការរបស់សូប៊ីនឹងដើម្បីឲ្យវាធ្វើម៉េចវាលងខ្លួនទៅម្ខាងទៅដើម្បីឲ្យអ្នកទាំងអស់គ្នាបានរត់ចេញពីហាងនឹងដោយសុខភាពអញ្ចឹងទៅក៏មានអាតាមួយនេះរៀងស្ម័គ្រចិត្តលើកដៃថាអូខេគាត់ទៅបានអញ្ចឹងទៅហើយគាត់ក៏ធ្វើតាមការណែនាំរបស់អ្នកគ្រូអេហ្នឹងទៅប្រាប់ថាទៅយកទឹកអប់បានម៉ានយកមកដើម្បីរៀបចំផែនការហ្នឹងដោយអ្នកគ្រូអេហ្នឹងប្រាប់ហើយផែនការទាំងអស់ហ្នឹងក៏បានសម្រេចឲ្យពួកសូប៊ីហ្នឹងហិតក្លិនអញ្ចឹងមានអាសូប៊ីមួយនោះវាហិតដឹងវានាំគ្នាទៅអញ្ចឹងពួកហ្នឹងដូចវាជាប់គ្នាអញ្ចឹងតែវាទៅមួយវាទៅទាំងអស់ហើយក៏ឆ្លៀតឱកាសរត់ទៅរកចរាយជនដើម្បីឡើងទៅជាន់ទី3ក្នុងពេលដែលរត់ហ្នឹងគឺម្នាក់ស្រីដែលតែងតែបង្កបញ្ហាហ្នឹងធ្វើឲ្យលោកគ្រូស៊ីបាត់បង់ជីវិតហ្នឹងគឺម្នាក់ស្រីហ្នឹងរត់ទៅបុកសូប៊ីយកហ្មងរបៀបគ្នាភ័យញ័រពេកហើយធ្វើឲ្យសូប៊ីហ្នឹងដួលលើនាងហ្នឹងហើយម្លងពេលអាដួលហ្នឹងវាពងតែប្រតិកម្មវិវត្តទៅភិកតទៅដំណាក់កាលបន្តអញ្ចឹងចាខ្លះឈរប្រកាច់ប្រកិនខ្លះដេកប្រកាច់ប្រកិនលើម្នាក់ស្រីហ្នឹងនាំគ្នាលើកម្នាក់ស្រីហ្នឹងអត់រួចទេហើយអ្នកគ្រូអេហ្នឹងក៏នឹកឃើញថាមានតែយកភ្លើងដើម្បីដាក់ឲ្យកន្លែងគេហៅថាអគិភ័យដាក់ទៅដើម្បីវាចេញទឹកមកដើម្បីធ្វើឲ្យពួកហ្នឹងប្រកាច់លឿនទៅដើម្បីបានម្នាក់ស្រីហ្នឹងរួចខ្លួនបានលើកសូប៊ីហ្នឹងចេញព្រោះវាប្រកាច់វាធ្ងន់នោះហើយទាំងអស់គ្នាហ្នឹងក៏បញ្ញាប់រត់ចូលចរាយន្តហ្នឹងនិយាយថាពេលហ្នឹងដែរវាមានអាសូប៊ីគ្នាវាហ្នឹងរុញអាសូប៊ីមួយទៀតហ្នឹងមិនឲ្យបុកចូលចរាយន្តតែធ្វើឲ្យវាបានត្រឹមតែមុខហ្នឹងអញ្ចឹងនាំគ្នាវាយសូប៊ីហ្នឹងប្រកាច់ប្រកិន
នពេញនឹងនៅមុខជាន់ទី3នឹងហើយបរោះក្លាហានជាមួយបងស្រីនឹងគឺធ្វើមិនបជាចូលដល់បានទាំងខ្លួនឯងកំពុងវាយប្រយុទ្ធជាមួយនឹងស៊ូប៊ីដើម្បីជួយសង្គ្រោះម្នាក់ស្រីដែលមានបញ្ហារហូតនឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាបានឡើងទៅជាន់ទី3បានសម្រាប់ពេលចដាយន្តនឹងបើកភ្លាមក៏នាំគ្នាដើរតម្រង់ទៅរកលោក Mastermind ក្នុងបន្ទប់ដែលជាប់ចាក់សោនឹងហើយលោកប៉ូលីសនឹងក៏ដាក់ខ្នោះលោក Mastermind នឹងទៅហើយអ្នកទាំងអស់គ្នានឹងក៏សួរទៅប៉ូលីសថាពេលណាអ្នកសង្គ្រោះនឹងមកជួយប៉ូលីសនឹងឆ្លើយថាតើតែយើងឡើងទៅដល់ដបបងគេមកជួយដល់យើងបានហើយពួកនឹងនាំគ្នាខឹងថាឡើងមកជាន់ទី3ប៉ុណ្ណឹងហើយមកទៅឡើងដល់ដបលើទៀតវាពិបាកប៉ុណ្ណាអញ្ចឹងទៅនិយាយចុះនិយាយឡើងរបៀបថាធ្វើមិនមានតាជំរើសចុងក្រោយក៏នាំគ្នាសម្រុះគ្នាអូខេឡើងទៅដបទៅធ្វើមិនហើយពេលទៅដល់ចដាយន្តណាលោក Mastermind ហ្នឹងបាននិយាយថាតាមួយដែលចំណាប់ជាងគេទៅយកទឹកអប់ហើយកិច្ចចេញពី zombie បានណាថាប៉ុណ្ណឹងហើយនៅមានកម្លាំងទៀតហើយក៏និយាយក៏គៀសខ្លួនលឿនទៅចុចចដាយន្តទៅជាន់ទី9ដល់ពឹប zombie នាំគ្នាបុកចូលមកដល់ពួកនឹងអូវាយគ្នាបកាច់ប្រកិនប្រយុទ្ធពេញនឹងខាងមួយនឹងងាប់ខាងមតានឹងងាប់អូហើយមុំតបិទចដោយន្តនឹងបានដឹងណាគេងាប់ខ្លះទេលោកអើយហើយចឹងហើយបន្ទាប់មកបងស្រី Hero ក៏នឹកឃើញថាទីណាក៏ដោយក៏មានបន្ទប់កាមេរ៉ាសុវត្ថិភាពដែរសួរបងប្អូនខ្លួនឯងថាតើជាន់ទីម៉ានទៅដល់កន្លែងបន្ទប់គ្រប់គ្រងកាមេរ៉ានឹងយើងអាចមើលទស្សនវិជ្ជារួមទាំងអស់នឹងអាចរកលោក Mastermind នឹងឃើញដើម្បីបានឲ្យគេមកជួយសង្គ្រោះអញ្ចឹងណាហើយបន្ទាប់មកបងប្អូនហ្នឹងក៏ថាមាននៅជាន់ក្រោមហើយពួកហ្នឹងក៏ចុចទៅក្រោមតដីហ្នឹងទៅដើរស្ងាត់លបទៅម្នាក់ស្រីដែលតែងតែបង្កបញ្ហាហ្នឹងជាន់ធ្វើកំប៉ុងធ្វើឲ្យលឺសលេងដាក់ពួក zombie ហ្នឹងតែត្រូវបានម្នាក់ស្រីមិត្តភក្តិនេះធ្វើមកជួយឲ្យលាក់ខ្លួនហើយឃើញក្បាល zombie វាអឺតដល់ខាងក្រោមហ្មងសាហាវណាស់កុំចិត្តទៅហ៊ានកិច្ចតាមួយទេហើយបន្ទាប់មកម្នាក់ស្រីហ្នឹងក៏វាថាធ្វើមកព្យាយាមកុំឲ្យវាឃើញនឹងរួចផុតហើយអញ្ចឹងពួកគេក៏រួចផុតបានសម្រាប់ចឹងទៅហើយបានចូលទៅដល់ក្នុងបន្ទប់ឆែកកាមេរ៉ាបងស្រី Hero ហ្នឹងគាត់បានឆែកឃើញថាលោក Mastermind ហ្នឹងមានប្រតិកម្មខុសប្រក្រតីមើលទៅមើលពួក zombie ហ្នឹងវាពុំប្រកាច់ប្រកិនវិវត្តខ្លួនបន្តទៀតគ្រូ A ហ្នឹងក៏សង្កេតឃើញថាលោក Mastermind ហ្នឹងនិយាយព្រឹត្តិការណ៍ដែលពេលចូលចដាយន្តហ្នឹងអាចមើលឃើញទាំងអស់តាមរយៈ zombie ហើយបន្ទាប់មកបងស្រី Hero ក៏ប្រាប់ថាឥឡូវខ្លួននៅបន្ទប់កាមេរ៉ាហ្នឹងដើម្បីផ្ដល់ព័ត៌មានតាមឆាតគ្រប់នៅក្នុងទូរស័ព្ទហ្នឹងអញ្ចឹងអាចរកវិធីណាដែលអត់មាន zombie បានស្រួលទៅបានលឿនអត់មានគ្រោះថ្នាក់ហើយម្លងពេលហ្នឹងដែរពួក zombie វានៅបន្តប្រកិនញ័រអញ្ចឹងទៅពួកហ្នឹងក៏នាំគ្នាបញ្ញាប់ផុតទៅលឿនហើយងាកទៅមើលលោក Mastermind វិញកំពុងតែតតាំងជាមួយនឹងមេចាស់ដែលខ្លាចជា zombie ហ្នឹងតតាំងពីមនុស្សរហូតខ្លាចជា zombie នឹងអស់ចិត្តទៀតហើយពេលហ្នឹងមេហ្នឹងក៏ខំដៃធ្វើឲ្យលោក Mastermind កាន់តែមានឥទ្ធិពលថែមទៀតប្រកាសប្រកិនពេញហ្នឹងហើយអ្នកទាំងអស់គ្នាហ្នឹងបានទៅដល់ហើយក៏ចាប់លោក Mastermind ហ្នឹងចេញពីកន្លែងហ្នឹងហើយកិច្ចទៅចូលបន្ទប់ប្រជុំហើយលោក Mastermind ហ្នឹងធ្វើភ្នែកធ្វើអីដល់សញ្ញាឲ្យពួក zombie ថាខ្លួននៅកន្លែងនេះអីចឹងទៅដល់ពេលអ្នកគ្រូ A ឃើញដូចចឹងក៏រកមើលកណាត់ណាអាចបិទភ្នែកបានចឹងទៅជាលាក់សញ្ញាកុំឲ្យនឹងពួក zombie ហ្នឹងមកបានហើយក៏នាំគ្នារត់កិច្ចពីពួក zombie ហ្នឹងទាំងអស់គ្នាទៅអ្នកគ្រូ A ហ្នឹងក៏និយាយថាយើងទាំងអស់គ្នាគួរតែឈប់និយាយព្រោះលោក Mastermind ហ្នឹងអាចលឺនឹងនាំពាក្យនោះទៅដល់ពួក zombie បានអញ្ចឹងយើងគួរតែនិយាយតាមឆាតគ្រប់វិញល្អជាងធ្វើម៉េចកុំឲ្យលោក Mastermind ហ្នឹងលឺហើយបន្ទាប់មកដើរបន្តទៅមុខទៅតាមពាក្យដែលបងស្រី Hero នឹងប្រាប់តាមគ្រប់ឆាតកន្លែងណាអត់មាន zombie អញ្ចឹងណាពួកគេក៏បន្តដំណើរទៅកំពុងតែដើរទៅអាប៉ូលីសហ្នឹងមើលទៅហាមិនក៏ដើរទៅបន្ទប់ក្រោមដីគេឡើងទៅលើដបលើដើម្បីយកលោក Mastermind ហ្នឹងទៅឲ្យក្រុមជួយសង្គ្រោះបានរួចខ្លួនទាំងអស់គ្នាហើយស្រាប់តាបរោះក្លាហានហ្នឹងខឹងបដ ாய் ហេតុអីបើមិនទៅយកបងស្រីខ្លួនប្រកាច់ចុះប្រកាច់ឡើងរបៀបថាបរោះក្លាហានហ្នឹងគ្រប់ទៅម្នាក់ឯងទៅហើយអ្នកគ្រូ A នេះព្យាយាមជួយបរោះក្លាហានហ្នឹងដែរតែត្រូវក្រុមហ្នឹងវាបហាមកនាងវិញអញ្ចឹងធ្វើឲ្យនាងធ្វើតាមសម្ដីពួកគេនិយាយទេជាពិសេសប៉ូលីសហ្នឹងហ្មងបជាហ្មងហើយអញ្ចឹងលោក Mastermind លឺដូចចឹងហើយក៏បជានឹងផ្ដល់សញ្ញាឲ្យពួក zombie ហ្នឹងទៅបន្ទប់កាមេរ៉ាក្រោមដីនោះឲ្យលឿនដើម្បីទៅសម្លាប់បងស្រី Hero ហ្នឹងហើយពួក zombie ហ្នឹងឆ្លាតទៀតវាទៅរកកន្លែងគេហៅថាកន្លែងចុចថែបរកទីតាំងនៅកន្លែងសាធារណៈបងវាចុចថាបន្ទប់ក្រោមដីចឹងទៅវាក៏បង្ហាញទៅវាផ្ដល់ដំណឹងឲ្យគ្នាវាចឹងទៅនាំគ្នាបុកទៅបន្ទប់ហ្នឹងមកមករកក្លាហានហ្នឹងក៏ទៅបងស្រីឲ្យបងស្រីប្រាប់ផ្លូវខ្លួនដើម្បីទៅបន្ទប់ក្រោមដីហ្នឹងទៅជួយសង្គ្រោះបងស្រីនៅពេលដែលទៅចុះទៅឡើងបានបរោះក្លាហានហ្នឹងដឹងថាបងស្រីខ្លួនឯងប្រាប់ផ្លូវខុសហើយក៏និយាយថាហេតុអីបានធ្វើចឹងដាក់ខ្លួនឯងចឹងយំប្រកាច់ប្រកិនដល់បងស្រីនិយាយបានប្រមាណផងបងស្រីក៏បិទទូរស័ព្ទពួក zombie ហ្នឹងវាយកំទេចកញ្ចក់ចូលខំខ្ទេចខ្ទីអស់ចឹងទៅហើយបរោះក្លាហាននេះខូចចិត្តគេចេញពីយុទ្ធតែម្នាក់ឯងទេបន្ទាប់ពីបាត់បងស្រីហ្នឹងហើយបន្តមកពួក zombie ហ្នឹងវាបានទូរស័ព្ទអញ្ចឹងទៅអាមួយលោក Mastermind ហ្នឹងវាធ្វើទួញយំសោកអីចឹងទៅឲ្យគេវាយថិចចេញមកមនុស្សនៅក្នុងឆាតហ្នឹងថានឹងសងសឹកនៅទង្វើដែលពួកហ្នឹងធ្វើបាបអីចឹងទៅអូសាហាវចឹងមានថា
ពួក zombie ហ្នឹងវាមានទូរស័ព្ទនៅក្នុងដៃឯងហើយលោក mastermind ហ្នឹងវាចាំតែមើលឆាកនៅក្នុងក្រុមហ្នឹងទេហើយបន្ទាប់មកក៏ដើរទៅលើជាន់មួយស្រាប់តែលឺសលេងគេប្រកាសទីតាំងហ្នឹងហើយលឺអញ្ចឹងលោក mastermind ហ្នឹងក៏ចាប់ដើមហៅពួក zombie នឹងមកបដ ாய் ចុះគេដឹងពីទីតាំងហើយពេលម្ដងនោះវាមកសម្រុកខោប៉ូលីសហ្នឹងហ្មងពូមានតែប៉ូលីសហ្នឹងឯងដែលទៀមទាយកលោក mastermind ហ្នឹងទៅលើដបូលហើយមើលអ្នកដតីទៀតដូចអត់សូវខ្វល់ខ្វាយហ្មងណាលោក mastermind ហ្នឹងបញ្ជាមកបំរុងគឺធ្វើស៊ីអាប៉ូលីសហ្នឹងហ្មងហើយប៉ូលីសហ្នឹងវាធ្វើមិនវាតតាំងវាបាញ់ zombie បាញ់អីចឹងទៅតែវាមុននឹងបាញ់ zombie ហ្នឹងគឺវាបាញ់អាតាមួយហ្នឹងដើម្បីបញ្ឆោត zombie ហ្នឹងឲ្យទៅស៊ីអាតាហ្នឹងមុនទៅដើម្បីខ្លួនរត់កិច្ចជាមួយលោក mastermind ហ្នឹងឡើងទៅលើដបូលប៉ុន្តែមានអីអាពួក zombie ហ្នឹងមករកតែអាតាប៉ូលីសហ្នឹងមានទៅរកអាតាមួយត្រូវគេបាញ់ហ្នឹងណាបើលោក mastermind បញ្ជាមកអញ្ចឹងហ្នឹងហើយបន្ទាប់មកឃើញអាកាសអញ្ចឹងស្រី3នាក់ហ្នឹងជាមួយអ្នកគ្រូ A ហ្នឹងក៏ទាញលោក mastermind ហ្នឹងចេញទៅតម្លាក់ខ្លួននៅទីតាំងមួយទៀតហើយបានចងលោក mastermind នៅធ្នើចងឲ្យបិទស្កុតអីចឹងទៅធ្វើឲ្យកុំឲ្យរើរួចចេញរួចហើយអ្នកគ្រូ A ហ្នឹងប្រាប់ទៅក្មេងៗថាឲ្យស្ងាត់កុំនិយាយអីទាំងអស់កុំមាត់យើងនិយាយទៅតាមឆាតបានហើយកុំឲ្យតែលោក mastermind ហ្នឹងលឺតែលឺហ្នឹងពួក zombie ហ្នឹងមកដល់ទីតាំងយើងហ្នឹងហើយអញ្ចឹងអ្នកគ្រូ A ហ្នឹងប្រាប់ថាឲ្យពីរនាក់ហ្នឹងនៅចាំមើលលោក mastermind អញ្ចឹងទៅខ្លួនទៅយកទូរស័ព្ទដែលនៅកន្លែងកើតហេតុរបស់ប៉ូលីសហ្នឹងដើម្បីតាក់ទងទៅខាងជួយសង្គ្រោះឲ្យមកសង្គ្រោះយើងថាយើងមានលោក mastermind ហើយបកមកមើលក្មេងពីរនាក់នេះវិញម្នាក់ស្រីដែលនាំតែបញ្ហាហ្នឹងបានសុំទោសទៅម្នាក់ស្រីពាក់អាវសហ្នឹងចំពោះទង្វើធ្វើបាបបូលីអ្នកស្រីពាក់អាវសហ្នឹងកន្លងមកតែម្នាក់ស្រីពាក់អាវសហ្នឹងអត់ទាន់ព្រមទទួលទេចាំចេញទៅធម្មតាចាំសុំទោសនាងដោយសុខចិត្តអីចឹងទៅនិយាយបានមិនផងក៏មានគេគោះទ្វារហើយឮថាអ្នកសង្គ្រោះហ្នឹងបានមកគោះទ្វារហើយម្នាក់ស្រីដែលតែងតែបង្កបញ្ហាហ្នឹងក៏បញ្ញាប់ទៅបើកទ្វារហើយពេលទៅបើកទៅគឺពួកនឹងបោកប្រាស់ទេអាពួក zombie ហ្នឹងឯងអ្នកស្រីហ្នឹងភ័យសន្សឡោះឲ្យឃើញអ្នកស្រីពាក់អាវសហ្នឹងក៏ហុញអ្នកស្រីហ្នឹងទៅ zombie ខំគ្នាខ្លាយ zombie ចឹងទៅអើយយ៉ាប់មែនហើយបន្ទាប់មកម្នាក់ស្រីពាក់អាវសហ្នឹងបានខ្លាយ zombie ហើយលោក mastermind បានប្រាប់ទៅម្នាក់ស្រី zombie ហ្នឹងថានេះចង់បានការសុំទោសហីហ្នឹងហើយតែយកការសុំទោសហ្នឹងទៅអូម្នាក់ស្រីពាក់អាវសហ្នឹងគឺខំម្នាក់ស្រីដែលបង្កបញ្ហាហ្នឹងកម្មមានពិតណាអត់ចាំទេអត់ចាំចិត្តក្រោយលើហ្នឹងឯងហ្នឹងហើយតមកទៀតលោក mastermind ហ្នឹងកិច្ចចេញបានសម្រេចកណ្ដុំពួក zombie ហ្នឹងទៅរកអ្នកគ្រូ A ហើយអ្នកគ្រូ A ហ្នឹងបានដឹងហើយថាលោក mastermind ហ្នឹងគឺជាអ្នកឲ្យសម្បត្តិអញ្ជើញហ្នឹងទៅអ្នកគ្រូ A រួចក៏គប់ទៅលោក mastermind ហ្នឹងហើយលោក mastermind ហ្នឹងក៏រើសមកមើលដល់និយាយទៅកាន់អ្នកគ្រូ A ហ្នឹងថានឹងហើយជាទង្វើនៃការសងសឹកជូនចំពោះឪពុកខ្លួនកាលនោះលោក mastermind បានលឺឪពុកខ្លួននិយាយទូរស័ព្ទជាមួយអ្នកគ្រូ A ការពិសោធន៍ទាំងអស់គឺសុទ្ធតែមានការស្ម័គ្រចិត្តពីសិស្សដែលចូលរួមក្នុងហ្នឹងអីចឹងណាតែអ្នកគ្រូ A ហ្នឹងអត់ស្ដាប់បណ្ដាលឲ្យឪពុករបស់ខ្លួនហ្នឹងស្លាប់អ្នកគ្រូ A ហ្នឹងខឹងនឹងស្រីប្រាប់ថាបើចង់សងសឹកមិនព្រមសងសឹកនាងតាមម្នាក់ឯងហេតុអីបានធ្វើដល់ថ្នាក់នឹងលោក mastermind ហ្នឹងក៏ប្រាប់ទៅវិញថាមិនមែនសងសឹកទេគឺគ្រាន់តែចង់ឲ្យមានការយល់ពីគ្នានិយាយចេះស្ដាប់គ្នាអញ្ចឹងស្ដាប់ហេតុផលគ្នាទៅវិញទៅមកអ្វីៗយើងធ្វើតាមគ្នាចឹងទៅណាស្រាប់តែបរិះក្លាហានហ្នឹងចេញមកបដ ாய் ប្រយុទ្ធជាមួយពួក zombie ហ្នឹងហើយលោក mastermind ឃើញអាវបរិះក្លាហានហ្នឹងមានក្លិនមានពណ៌ដូចពួក zombie ហ្នឹងធ្វើឲ្យពួក zombie ហ្នឹងស្មើគ្នាវាអញ្ចឹងរបៀបថាអត់មានការតបតជាមួយនឹងបរិះក្លាហានហ្នឹងទេរហូតដល់បរិះក្លាហានហ្នឹងចាក់សម្រាប់ zombie ហ្នឹងសម្រាប់យកចឹងទៅហើយឃើញអញ្ចឹងលោក mastermind ហ្នឹងក៏បង្កើតសមត្ថភាពនឹងពង្រឹងស្មារតីប្រព័ន្ធហ្នឹងឲ្យឃើញច្បាស់ថាហ្នឹងឯងគឺជាមនុស្សមិនមែន zombie អញ្ចឹងធ្វើឲ្យពួក zombie ហ្នឹងរត់ទៅរកបរិះក្លាហានហ្នឹងប្រយុទ្ធចុះប្រយុទ្ធឡើង zombie ហ្នឹងចង់ខំបរិះក្លាហានហ្នឹងអ្នកគ្រូ A ហ្នឹងក៏ចាប់លោក mastermind ហ្នឹងចាប់ចងសម្រាប់អាគាត់នឹងអញ្ចឹងណាតែត្រូវអាគាត់នឹងបានហៅឲ្យ zombie នឹងមកជួយស្រែចំណងនឹងស្រែរួចហើយលោក mastermind នឹងបាននាំបងស្រីរបស់បរិះក្លាហាននឹងចេញមកធ្វើឲ្យបរិះក្លាហាននឹងគាំងបងស្រី zombie ក៏ចាក់សម្លាប់ប្អូនប្រុសខ្លួនឯងទៅស្លាប់ទាំងអស់ចិត្តសារតែស្លាប់នៅក្រោមដៃបងស្រីខ្លួនឯងហើយក្រុមសង្គ្រោះនឹងក៏បានមកដល់ទីតាំងចាប់លោក mastermind ទៅຕົកឲ្យអ្នកគ្រូ A នឹងនៅម្នាក់ឯងហើយខុតកិច្ចពីពួក zombie នឹងចាក់សោខ្លួនឯងក្នុងបន្ទប់នឹងហើយព្យាយាមរកវិធីដោះស្រាយក៏ទេទៅអ្នកគ្រូ B ឲ្យជួយប្រាប់ថាលោក mastermind មិនមែនជាថ្នាំព្យាបាលទេបើចង់ឲ្យ zombie នឹងលាទាំងអស់ហ្នឹងលុះត្រាតែសម្លាប់លោក mastermind នឹងចោលតែអ្នកគ្រូ B និយាយថាមានណាស្ដាប់ទៀតទេបន្ទាប់ពីនាងប្រាប់ព័ត៌មានខុសម្ដងដោយការបាញ់សម្លាប់លោកគ្រូនៅ Chan Bio ហ្នឹងណាដែលជាអ្នកឆ្លងដំបូងស្មានតែជាអ្នកឆ្លងដំបូងហ្នឹងបាញ់សម្លាប់មួយនឹងហើយអាចបក្រាបពួក zombie នឹងទាំងអស់មិនតែមែនទេជាព័ត៌មានខុសអញ្ចឹងអ្នកគ្រូ A ហ្នឹងឮចឹងហើយក៏ចាប់ដើមគិតពីពាក្យលោក mastermind និយាយទៅកាន់នាងថាខ្លួនឯងត្រូវតែប្រឈមមុខដោយខ្លួនឯងនៅទង្វើដោយខ្លួនឯង
ត្រូវធ្វើចឹងហើយក៏ប្រាប់ទៅអ្នកគ្រូ B ហ្នឹងឲ្យជួយពីក្រោយព្រោះអ្នកគ្រូ B ហ្នឹងថាអាចមើលឃើញស្ថានភាពទាំងអស់តាមកាមេរ៉ាដល់វគ្គនេះហើយវគ្គចុងចប់វគ្គរៀងសាហាវតិចបាញ់យកចឹងទៅលោក Mastermind ហ្នឹងបានតបតនឹងមួយពួកប៉ូលីសមកជួយសង្គ្រោះហ្នឹងឲ្យពួកប៉ូលីសហ្នឹងនាំខ្លួនលោកហ្នឹងទៅដល់តបូលចឹងឲ្យពួកនាំខ្លួនគឺ zombie ទាំងអស់ទេវាវិជាពួកហ្នឹងវិជាខ្សែរ៉ូតហ្នឹងចុះពីលើតបូលមកក្រោមដីហើយទៅដល់ក្រោមហ្នឹងទៅពួក zombie នាំគ្នាខំយកឲ្យពួកនៅក្រោមហ្នឹងគ្មានបណ្ដៃទេលោកអើយចលាចលពេញហ្នឹងលោក Mastermind សោចសប្បាយចិត្តអើយអ្នកគ្រូ A រៀបគម្រោងចេញពីបន្ទប់ហ្នឹងនឹងរើសយកអាវប្រឡាក់ឈាមដើម្បីបន្លំខ្លួនធ្វើជាពួក zombie ដោយសារឃើញបរិះក្លាហានហ្នឹងធ្វើបានបន្លំក្លិនធ្វើជា zombie ទាំងអស់ហ្នឹងទៅក៏កិច្ចផុតចឹងទៅហើយបន្ទាប់មកនាងដើរបន្តទៅដល់លើដងផ្លូវហ្នឹងក៏ឃើញឡានហើយក៏ដើរចូលឡានហ្នឹងទៅបន្ទាប់មកទេទៅអ្នកគ្រូ B ឲ្យជួយនាំផ្លូវទៅរកលោក Mastermind ហ្នឹងពេលជិះទៅដល់លោក Mastermind ហ្នឹងនាងបំរុងថាបោកបុកណាតែគាត់នឹងកិច្ចផុតលឿនហើយប្រាប់ឲ្យ zombie នឹងទៅរកអ្នកគ្រូ A នោះឲ្យលឿនបុកទៅរកអ្នកគ្រូ A ហ្នឹងហើយនាងក៏ព្យាយាមរត់ចេញពីលើឡាននឹងបានសម្រាប់ហើយបន្ទាប់មកវាយត់ចុះយត់ឡើងជាមួយនឹងពួក zombie នោះដោយសារតែវងវាច្រើនពេកនាងក៏ដោះអាប្រឡាក់ឈាមហ្នឹងគ្របទៅលើ zombie មួយហ្នឹងដែលធ្វើឲ្យ zombie ហ្នឹងមើលឃើញហើយវាពាត់ជារង្វង់ដូចខ្សែឆ្វូងស្មៅអញ្ចឹងហើយបន្ទាប់មកអ្វីៗហ្នឹងបានចាប់ផ្ដើមដោយ start over សារថ្មីអញ្ចឹងអ្វីៗហ្នឹងបានប្រែទៅជាថ្មីទាំងអស់ចាប់ផ្ដើមដំណើរការប្រព័ន្ធថ្មីទាំងអស់ហ្មងហើយអញ្ចឹងអ្នកគ្រូ A ឃើញដូចអញ្ចឹងហើយដល់ពេលវគ្គដែលត្រូវបានចាត់ការជាមួយនឹងលោក Mastermind ហ្នឹងហើយអញ្ចឹងពេលវគ្គដំបូងគឺពួក zombie ហ្នឹងហើយវាឃើញអាសញ្ញាហុកមនុស្សហ្នឹងវាគិតថាជាមនុស្សអញ្ចឹងក៏មើលទៅលើផ្ទាំងឡានក្រុងហ្នឹងមានហុកសញ្ញានាងក៏រត់ទៅប្រយុទ្ធជាមួយនឹងលោក Mastermind នៅអគារឡានក្រុងហ្នឹងដោយអស់លោកហ្នឹងទៅចិត្តឡានក្រុងហ្នឹងមានភ្លើងឆាបឆេះពេញហ្នឹងហើយអ្នកគ្រូ A ហ្នឹងបានដួលទៅលើដីក៏លូនទៅក្រោមឡានហ្នឹងបាត់ទៅធ្វើអាពួក zombie ហ្នឹងបញ្ញាប់រត់បុកចូលមករកសញ្ញានៅលើឡានហ្នឹងហើយបុកលោក Mastermind ខ្ទាតចេញហើយទៅប៉ះជាមួយភ្លើងឆាប់ឆេះពេញខ្លួនចឹងទៅបណ្ដាលពួក zombie ហ្នឹងផ្កាច់ផ្កិនពេញនឹងដូចគ្នាឆាប់ឆេះបាត់បង់ជីវិតស្លាប់ចឹងទៅហើយពួក zombie ហ្នឹងគាំងទាំងអស់ហើយយើងដឹងហើយទាំងងាប់មេមួយកូនផ្សេងងាប់ទាំងអស់ហើយព្រោះវាតាមគ្នាអញ្ចឹងអ្នកគ្រូ A បានរត់ទៅឡានហើយទៅយកទូរស័ព្ទទេទៅអ្នកគ្រូ B ឲ្យមើលស្ថានភាពថាពួក zombie ហ្នឹងឈប់ទាំងអស់ហ្មងមែនអ្នកគ្រូ B ហ្នឹងថាហ្នឹងហើយពួកហ្នឹងឈប់បីលែងមានចលនាអីទាំងអស់ហើយអញ្ចឹងទីបំផុតត្រូវបានបញ្ចប់ហើយអ្នកគ្រូ A ហ្នឹងក៏រត់ទៅអ្នកគ្រូ B អញ្ចឹងរឿងហ្នឹងក៏ចប់ទាំងហ្នឹងទៅប៉ុន្តែប្រហែលជាមានតភាគ2ហើយឃើញzombie នេះដែលគេចាប់ដើមចាប់យកនេះឡងគេទៅយឺតហ្នឹងណាមើលចុះមើលឡើងហ្នឹងហើយវាកម្រើកបដ ாய் អញ្ចឹងមានន័យថាអាចមានវគ្គ2ហើយ